ใหญ่ប្រឡាយលោកនៅសហរដ្ឋអាមេរិកអាប៉ាក់នឹងមានឈ្មោះថា Jeffrey Epstein តាមពិតទៅសំណុំរឿងអាប៉ាក់នឹងគឺល្បីផ្ទុះជាយូរណាស់មកហើយតាំងពីគាត់មិនទាន់ស្លាប់ដល់ឥឡូវគាត់ស្លាប់មកម្ល៉េះប៉ុន្តែគ្រាន់តែថា2026នេះវាផ្ទុះសំណុំរឿងនឹងសារឡើងវិញដោយសារមួយថ្ងៃនេះផ្ទុះវីដេអូយីប៉ាក់មួយនេះតើគ្នាដែលគាត់ជាជនរងគ្រោះហើយគាត់ដើរស្រែកថាក្រុមពពួករបស់ Jeffrey នឹងគឺស៊ីសាច់មនុស្សហើយមួយវិញទៀតនោះដោយសារតែក្រសួងយុតិធម៌នៅសហរដ្ឋអាមេរិកនឹងបានលាតត្រដាងសំណុំរឿងជាង3លានទំព័រតើគ្នាច្រើនណាស់3លានទំព័រហើយនឹងមានខ្សែអាត់វីដេអូជាង2000ទៀតតើគ្នាតាក់ទងនឹងករណីបែបបំពេញបៀតបៀនជួយដូរផ្លូវភេទអីចឹងទៅហើយវាក៏ក្រើក viral ដល់លោកត្រាំផងដែរពីព្រោះថាវាតាក់ទងនឹងខាងបែកគណៈបកគណៈអីគេជាធិបតេយ្យហ្នឹងនិយាយទៅគេព្យាយាមលាតត្រដាងរឿងខ្មៅក៏ខ្វក់អូនិយាយទៅតើគ្នាចាំមើលយក9គឺថាបុគ្គលល្បីដូចគេនិយាយហ្នឹងគឺចេញមកមែនតើគ្នាទាំងអស់ហ្មងហើយសម្រាប់អ្នកមានជំងឺបេះដូងជំងឺថាប់អារម្មណ៍អីសូមកុំតាមដានរឿងអាប៉ាក់ Jeffrey នឹងអីតើគ្នាពីព្រោះថារឿងហ្នឹងគឺវាតក់ស្លុតខ្លាំងមែនតើនិយាយទៅសំណុំរឿងអាប៉ាក់នឹងបែកធ្លាយថ្មីរហូតទាំងអស់គ្នាទោះជាមនុស្សស្លាប់ក៏ដោយតែសំណុំរឿងបែកមកសាហាវតែម្ដងឥឡូវមកដឹងពីជីវប្រវត្តិរបស់អាតា Jeffrey នឹងធូរតិចមុននឹងចូលដល់សាច់រឿងពីដើមឡើយអាប៉ាក់ Jeffrey នឹងគឺជាគ្រូបង្រៀនទេណាតើគ្នាគ្រូបង្រៀនគណិតវិទ្យានិងរូបវិទ្យានៅសាលាកូនអភិជនទៀតបន្ទាប់មកអាប៉ាក់នឹងគឺបែកតាំងពីចំនួនគ្រូបង្រៀនហ្នឹងតើគ្នានៅក្នុងពិធីជប់លៀងមួយហ្នឹងនិយាយទៅសិស្សតែងខ្លួនស្អាតអីចឹងណាអាប៉ាក់នឹងគឺសម្លឹងគេលើក្រោមលក្ខណៈបែបបៀតបៀនណាតើគ្នាហើយសិស្សស្រីនៅក្នុងសាលាហ្នឹងក៏នាំគ្នាប្តឹងគាត់ក៏បានប៉ើងចេញពីសាលាហ្នឹងទៅបន្ទាប់មកគាត់ក៏បែកគំនិតបើកក្រុមហ៊ុនហិរញ្ញវត្ថុ Financial គ្រប់គ្រងលុយមហាសេដ្ឋីដែល client ហ្នឹងតើមានលុយចាប់ពី$1000 លានឡើងទៅអាចចូលទៅក្រុមហ៊ុនគាត់បានអញ្ចឹងបន្ទាប់មកគាត់ស៊ីភាគរយពីមហាសេដ្ឋីអស់ហ្នឹងមួយឆ្នាំសិតតែ70លានជាងដល់គ្នាក្នុងមួយ client និយាយរួមតាអាប៉ាក់នឹងគឺខ្លាំងខាងផ្នែកទំនាក់ទំនងអ្នកធំអ្នកមុខចំនួនអភិជនអីនៅសហរដ្ឋអាមេរិកហ្នឹងនិយាយទៅប្រធានាធិបតីអីគឺខ្សែគាត់ទាំងអស់និយាយទៅគាត់បកកែហ្មងអារបៀបអោតលំទោនយកចិត្តគេស៊ីប៉ែគេអារបៀបមនុស្សចឹងហើយគាត់ក៏ឡើងទៅលុយគាត់ក៏មានទៅដល់ថ្នាក់គាត់បានទិញកោះកំសាន្តមួយតែកោះនោះមានឈ្មោះថា Little Saint James កោះហ្នឹងរបៀបថាកោះលំហែរបស់គេចឹងតើគ្នាអាចមើលនៅខាងក្រោយ background ខ្ញុំបានលក្ខណៈថាមើលទៅកោះហ្នឹងស្រស់ស្អាតលក្ខណៈ resort គួរឲ្យចង់ទៅលេងតែទាំងអស់គ្នានៅក្នុងកោះហ្នឹងសុទ្ធតែរឿងខ្មៅកខ្វក់ដែលយើងនឹកស្មានមិនដល់កោះលំហែរបស់តា Jeffrey ហ្នឹងខ្ញុំតាមដានតាំងពីរឿងហ្នឹង2019បែកធ្លាយវាតាក់ទងនឹង Disneyland ទៀតបងប្អូននិយាយរួមទៅរឿងហ្នឹងតាក់ទងសំណុំរឿងបាត់ក្មេងជាច្រើននៅអាមេរិកហើយជាពិសេសគឺបាត់ក្មេងនៅកន្លែងកំសាន្តក្មេងៗ Disneyland ហ្នឹងបងប្អូនដែលក្មេងៗចូលទៅទឹកគឺបាត់ហ្មងគឺម៉ែឪរកូនលែងឃើញហ្មងដោយសារគេថាមានកលឹះយន្តកលឹះអីហើយក្មេងធ្លាក់ចូលទៅដល់កោះតាណងប៉ុន្តែរឿងហ្នឹងខ្ញុំសុំអត់តន់និយាយក្នុងវីដេអូនេះទេវាវែងប៉ុន្តែគេចង់ឲ្យខ្ញុំនិយាយរឿងហ្នឹងអាច comment ក្នុងវីដេអូនេះបានព្រោះវីដេអូនេះខ្ញុំនិយាយពីរឿងដែលបែកធ្លាយបុគ្គលល្បីនិងតារាល្បីប្រធានាធិបតីដែលបានទៅប្រព្រឹត្តដែលបានទៅលំហែនៅកោះប៉ាក់ហ្នឹងទេរឿងតា Jeffrey ហ្នឹងនិយាយ2ម៉ោងអត់អស់ផងនិយាយទៅអញ្ចឹងយើងនិយាយកាត់ហើយខ្ញុំសង្ឃឹមថា2026ហ្នឹងក្រសួងយុតិធម៌នៅសហរដ្ឋអាមេរិកធ្វើរឿងហ្នឹងបែកចុះពីព្រោះថា Epstein file ហ្នឹងឥឡូវហ្នឹងគឺមានជនរងគ្រោះនៅតែប្តឹងបន្តជាង200នាក់ឯណោះគឺគេស្វែងរកយុត្តិធម៌សម្រាប់ខ្លួនគេថាបុគ្គលផ្សេងៗគេដែលតាក់ទងនឹងរឿងហ្នឹងគឺនៅមានសិទ្ធិនៅមានអំណាចធម្មតាគេអាចទទួលយកបាននិយាយទៅស្លាប់តា Jeffrey ហ្នឹងមួយឯងហើយការស្លាប់តា Jeffrey នៅក្នុងគុកទៀតសោតនោះតាគ្នាការស្លាប់របស់គាត់នៅឆ្នាំ2019ហ្នឹងគឺមានអ្នកខ្លះថាគាត់ស្លាប់คล้ายទៀតដែលចងកនៅក្នុងគុកហ្នឹងអារបៀបគេធ្វើជា scenario ឲ្យយើងមើលអញ្ចឹងឲ្យគេយកសັບចេញមនុស្សនៅរស់ធម្មតាអាប៉ាក់នេះគឺសាហាវជាង PDD ទៅដល់គ្នាលក្ខណៈថាលុយគេវាច្រើនមហាសាលពេកគេដើរដេកលើលុយអារបៀបអញ្ចឹងធ្វើអីគាត់ចេះខុសឥឡូវមកចូលដល់សំណុំរឿងគាត់ហ្នឹងគឺអាតាហ្នឹងតាក់ទងនឹងរឿងពីបទបំពេញរំលោភផ្លូវភេទក្មេងអនិច្ចជនក្រោម18ឆ្នាំមកដល់គ្នាជាពិសេសសំណុំរឿងគាត់នៅក្នុងអាហ្វាល់គាត់ហ្នឹងភាគច្រើនបំផុតក្មេងអាយុខ្ទង់12 13 14ឆ្នាំមានស្រីមានប្រុសហើយអាប៉ាក់ហ្នឹងនិយាយរួមទៅគឺលក្ខណៈថា playboy ហ្មងដល់គ្នានិយាយទៅខ្ញុំអត់ចាត់និយាយពាក្យជ្រៅបានទេពីព្រោះគេ spam វីដេអូយើងអីអញ្ចឹងហើយអ្នកទាំងគ្នាប្រហែលជាឆ្ងល់ថាប្រទេសមានច្បាប់ហេតុអីចាប់ក្មេងទៅយកក្មេងទៅស្រួលម៉េះទាំងគ្នាគឺគេមានធីមបលួងក្មេងអីទាំងគ្នាហើយធីមអាប៉ាក់ Jeffrey ហ្នឹងគឺបកកែបលួងខ្មែរយើងអាចនិយាយថាបលួងក្មេងរបៀបចឹងទាំងគ្នារបៀបថាជិះឡានវ៉ែនដើរបលួងតាមផ្លូវហ្មងជាពិសេសបលួងពួក homeless ក្មេងអត់ទេនៅអត់ម៉ែអត់ឪអីត្រឹមត្រូវចឹងរបៀបអញ្ចឹងពេលខ្លះប៉ះក្មេងមានម៉ែមានឪមួយដូចថាពេលខ្លះវាស្គាល់តគ្នាតាមមិត្តភក្តិគ្នាទៅបានលុយបានអីចឹងក្មេងខ្លះវាភ្លើតអាយុប៉ុណ្ណឹងទាំងគ្នាដល់ពេលយកទៅដល់មានណាគេយកទៅកោះនឹងផឹកស៊ីសបាយរំរើត្រូវឆ្នាំគេធ្វើបាបរបៀបអញ្ចឹងក្បាច់បលួងរបស់គេហ្នឹងគឺថាយកទៅធ្វើតារា celebrity អីចឹងទៅឲ្យបានលុយបានអីរបៀបបលួងបែបហ្នឹងទេដល់ពេលទៅដល់ត្រូវគេបៀតបៀងអញ្ចឹងទៅអ្នកខ្លះមកវិញឈួតឡប់បាត់ស្មារតីក៏មានដែរហើយ Black List អាប៉ាក់ហ្នឹងតើគ្នាខ្ញុំអត់សុំនិយាយទេខ្ញុំសុំដាក់នៅ background ខ្ញុំមកអ្នកគ្នាអាចអានមើលបានថាមានឈ្មោះបុគ្គល high profile ណាខ្លះតើគ្នាសិតតែប្រធានាធិបតីអាមេរិកតាំងពីជំនាន់ George Bush មកម្លេះ George Bush ហ្នឹងគឺជាឪពុករបស់ George W Bush អាប៉ាក់ Bill Clinton នេះហ្នឹងតើគ្នាសិតតែបុគ្គលល្បីៗហ្នឹងហើយមាន Michael Jackson ហើយអាប៉ាក់ Joe Biden ហ្នឹងក៏ជា bestie របស់អាប៉ាក់ Jeffrey ហ្នឹងដែរ
ហើយតារាល្បីៗដូចជាអាប៉ាត់ថតរឿងទីតានីអត់ដល់គ្នាតួប្រុសហ្នឹងក៏មាននៅក្នុងនឹងដែរអូយទៅប្លែកលីគេមើលឲ្យច្បាស់មួយវិញទៀតអ្នកដែលចិត្តដិតជាមួយនឹងអាប៉ា Jeffrey នឹងជាងគេបំផុតលក្ខណៈថា bestie គ្នាហ្មងតាគ្នាគឺលោក Donald Trump នេះវិញណែហើយនេះគឺជាខ្សែអាក់វីដេអូលោក Donald Trump ជាមួយអាប៉ា Jeffrey នឹងពីចំនួននៅក្មេងភ្លើតភ្លើនជាមរាវដូចគ្នាហ្នឹងតាគ្នាអាចមើលបានហើយរឿងដែលយើងនឹកស្មានមិនដល់មួយនោះតាគ្នានៅពេលដែលខ្ញុំដឹងរឿងហ្នឹងហើយខ្ញុំដេកលក់ចង់3ថ្ងៃគឺមានពិធីជប់លៀងស៊ីសាច់មនុស្សហើយសាច់នោះតាគ្នាគឺជាទារកទៀតហើយនេះគឺជាពិធីសាសនារបស់គេទៀតដែលគេហៅប្រធានាធិបតីមនុស្សមានឥទ្ធិពលតារាល្បី celebrity គេនឹងមកជួបជុំដើម្បីបង្កើនភាពល្បីល្បាញនិងបង្កើតអំណាចដែលគេមានក្រុមសាសនាគេមួយក្រុមតើគ្នាអាចមើលនៅ background ខ្ញុំបាននៅលើកោះរបស់តា Jeffrey ហ្នឹងគឺវាមានពហិយមួយពហិយហ្នឹងកន្លែងហ្នឹងគឺ viral ខ្លាំងហើយក៏មើលទៅគួរឲ្យខ្លាចខ្លាំងដែរនិយាយទៅក្នុង social media ផ្ទុះមែនតើពីអាកូនពហិយហ្នឹងហើយកូនពហិយហ្នឹងហើយដែលមានកលឹះយន្តពី Disney ហ្នឹងឯងហើយអាពិធីដែលគេធ្វើសែនព្រេនហើយគេយកសាច់ទៅស៊ីហ្នឹងគឺគេធ្វើនៅពហិយហ្នឹងទៀតហើយអ្វីទាំងអស់នេះគឺបែកធ្លាយចេញពីបុគ្គលិកអ្នកធ្វើការនៅហ្នឹងហើយជនរងគ្រោះដែលជ្រុតកិច្ចបានពីកន្លែងហ្នឹងមកគឺគេនិយាយហើយសំណុំរឿងដែល3លានទំព័រហ្នឹងតើគ្នាក៏មាននិយាយពីរឿងហ្នឹងដែរខ្ញុំអត់ជឿថាប្រទេសអាមេរិកជឿរឿងសាសនាបែបហ្នឹងទេតើគ្នាវាគួរឲ្យខ្លាចខ្លាំងណាស់ហើយចំនួនណៃគេអត់តន់ចាប់តា Jeffrey ហ្នឹងបានមនុស្សស្លាប់ច្រើនណាស់តើគ្នាស្លាប់អត់ដឹងមុខបាត់បង់ជីវិតហ្មងជាពិសេសគឺមនុស្សស្រីហើយអ្នកដែលទៅធ្វើការនៅហ្នឹងសូម្បីតែរបៀប security អ្នកដាំបាយស្លអីហ្នឹងតែបែកធ្លាយតើគ្នាអត់មានជីវិតសល់មកវិញទេនិយាយមកតា Jeffrey ហ្នឹងដូចបិសាចដោយរបៀបស្ដេចបិសាចហើយមានកូនចៅទៅគ្រប់ហើយធ្វើតាមអ្នកមានហ្នឹងហេតុអីធ្វើតាមបែបហ្នឹងពេលខ្លះយល់មែនទេអាចជាសាសនាបិសាចណាមួយក៏មិនដឹងចូលសន្ធិដ្ឋបែបហ្នឹងបានទៅជាមនុស្សបែបសាហាវអានេះបើមិននិយាយថារោគចិត្តមិនមែនរោគចិត្តទេតើគ្នាដឹងក្បាច់សាសនាដឹងអីលក្ខណៈបៀតបៀនគេហើយចេះសាសនាចេះអីលក្ខណៈមនុស្សនេះបិសាចចូលខ្លួនហ្មងអស់បារម្ភរឿងក្បាលឆក់ដុំចិញ្ចាំរយទៀតហើយចាសេរ៉ូមអេឡាហ្វាជួយបានចេញពី clinic ស្បែកក្បាលប្រទេសអូស្ត្រាលីចានាងខ្ញុំប្រើផ្ទាល់អស់រយៈពេល5-6ឆ្នាំមកហើយចាមើលទៅសាច់សក់នាងខ្ញុំធំក្រាស់ស្អាតតែម្ដងសូម្បីតែរោមចិញ្ចើមចាអត់មានប៉ាអត់មានដិនអត់មានផ្លុំអីទេចាគឺរោមពិតតែម្ដងសក់ពិតតែម្ដងអត់មានដាំអត់មានតអីទេចានិយាយទៅឆក់កន្លែងណាលុញកន្លែងហ្នឹងជាប្រភេទសេរ៉ូមបច្ចេកវិទ្យាចុងក្រោយទាំងអស់តែម្ដងតើគ្នាជាប្រភេទសេរ៉ូមមានក្បាលលុញបែបនេះតើគ្នាងាយស្រួលផលមែនតែម្ដងលុញកន្លែងណាដុសកន្លែងហ្នឹងតើគ្នានេះដូចខ្ញុំលុញឲ្យមើលអញ្ចឹងឆក់កន្លែងណាដាក់កន្លែងហ្នឹងមកព័ត៌មានបន្ថែមអាចឆាប់ចូល page បានណាអ្នកតើគ្នាហើយអ្នកតើគ្នាបើសិនជាខ្ញុំតបយឺតយ៉ាវអីសូមកុំប្រកាន់ណាពីព្រោះថាខ្ញុំនៅប្រទេសអូស្ត្រាលីមកយើងដើរខុសគ្នាតើគ្នាអញ្ចឹងពេលខ្លះតបយឺតតិចតួចអីចាំទៅណាតើគ្នាចាអរគុណ